ដើរមកចុងជើងខ្ញុំថាចូលទៅហើយមានបាយហើយនឹងត្រីងៀតមួយបង7អត់ហាញទីទេគេថាបងប្អូនខ្ញុំពាក់តាខ្ញុំចង់និយាយរឿងហេតុការណ៍មួយដែលពេលខ្ញុំទៅបកភ្នែកតែបកភ្នែកហើយនិយាយរួមទៅបានលុយទឹកនៅអីដើម្បីតែគេឲ្យតមទឹកតមអីចឹងណានិយាយរួមទៅថ្ងៃម្សិលមិញគឺខ្ញុំបានទៅពេទ្យដើម្បីពិនិត្យមើលហើយដល់ពេលថ្ងៃឡើងគឺខ្ញុំត្រូវបកភ្នែកអញ្ចឹងណាបកភ្នែកប្រហែលជាម៉ោង1ហើយក្នុងបន្ទប់ហ្នឹងអ្នកបកហ្នឹងប្រហែលជា4-5នាក់អញ្ចឹងណាហើយបងប្អូនគេទៅបានទៅទឹកចិត្តអីចឹងណានៅក្នុងបន្ទប់ហ្នឹងយកអាក្រេប្រហែលជា7អញ្ចឹងណាដល់ពេលថ្ងៃហ្នឹងគឺខ្ញុំបកហ្នឹងហើយបកម៉ោង2ហ្នឹងបកចុងក្រោយគេពេលបកហើយចាប់ដើមចេញមកក្រៅដើម្បីដោះអាវដែលគេពាក់ការពារហ្នឹងពេលយើងវាកាត់អីចឹងណាបកហ្នឹងហើយដល់ពេលចូលប្រហែលជាម៉ោង5ហ្នឹងហើយបងប្រុសខ្ញុំគឺគាត់បានត្រឡប់ទៅផ្ទះវិញហ្នឹងហើយនិយាយទៅគាត់មើលថែខ្ញុំទៅគាត់ត្រឡប់ទៅផ្ទះវិញដើម្បីឲ្យប៉ាខ្ញុំគាត់យកបាយអីមកឲ្យខ្ញុំនៅទីពេទ្យហ្នឹងហើយដល់ពេលចេញទៅអស់អញ្ចឹងណាដល់ពេលម៉ោងចូលម៉ោង7នៅក្នុងបន្ទប់ហ្នឹងគឺមានជាមួយនឹងអ្នកជំងឺ5-6អ្នកដែរតែគាត់បកភ្នែកអញ្ចឹងណាបកភ្នែកទៅហើយកូនគាត់មើលថែអញ្ចឹងទៅប្រហែលជា5អ្នកក្នុងបន្ទប់ហ្នឹងអញ្ចឹងណាក្រេមាន7ដល់ពេលអាកន្លែងចាប់បន្ទប់ទឹកហ្នឹងគឺគិតគៀនហ្នឹងក៏មានតុមួយសម្រាប់ហូបបាយហ្នឹងក៏អីដល់ពេលណាបងប្អូនតាប្រហែលជាម៉ោង7ហ្នឹងក៏គាត់ត្រូវញ៉ាំបាយលេបថ្នាំអីចឹងណាលេបថ្នាំបើម៉ោង8យើងត្រូវលេបថ្នាំគាត់លេបថ្នាំគាត់ញ៉ាំបាយគាត់ហៅដល់ញ៉ាំបាយអត់អូនអញ្ចឹងណាហើយតាមមកទៀតគាត់ញ៉ាំបាយតោះញ៉ាំបាយអត់អូនអញ្ចឹងណាគាត់ហៅនៅក្នុងពេញបន្ទប់ហ្នឹងមកហ្នឹងហើយហៅទៅថាខ្ញុំញ៉ាំទេចាំប៉ាខ្ញុំមកអញ្ចឹងចូលប្រឡងម៉ោង8កន្លះគឺប៉ាខ្ញុំបានមកដល់បន្ទប់គាត់បានយកជាមួយនឹងបាយនិងត្រីងៀតហើយនឹងជាមួយនឹងសាច់ជ្រូកហ្នឹងមានសាច់ជ្រូកមានត្រីងៀតហើយបង7ខ្ញុំក៏បានញ៉ាំបាយនឹងហើយបាយនឹងយកមកពីប្រអប់ហើយខ្ញុំបានញ៉ាំអស់មកប្រអប់អញ្ចឹងណាជាមួយត្រីងៀតមួយសាច់ជ្រូកហើយជាមួយនឹង7តែខ្ញុំមិនញ៉ាំត្រីទេអញ្ចឹងណាខ្ញុំញ៉ាំត្រីទេលក្ខណៈដល់ពេលខ្ញុំញ៉ាំអស់ហើយនៅតបាយមកប្រអប់ហើយនឹងត្រីងៀតហើយនឹងបង7ហើយតមកខ្ញុំបានផ្លាស់កៅអៅលាងខ្លួនតិចតួចដើម្បីយកទៅគេងហើយក្នុងក្រេហ្នឹងមានប៉ក្រេហើយខ្ញុំគេងខ្ញុំប៉ាត់ចិត្តតាខ្ញុំហើយពូនោះក៏គេងខាងដែរហើយប្រអប់ផ្លូវហ្នឹងមានតាហើយនឹងតាហ្នឹងគេចិត្តគ្នាអញ្ចឹងណាហើយបន្ទប់បញ្ជាក់បន្ទប់ហ្នឹងបើកភ្លើងទាំងអស់អញ្ចឹងណាហើយអាកន្លែងគៀនឡៃញ៉ាំបាយហ្នឹងគឺជាប់ទឹកដល់ពេលអញ្ចឹងទៅបងប្អូនហើយដល់ពេលខ្ញុំងុយគេងពេកគឺខ្ញុំគេងអញ្ចឹងណាដល់ពេលខ្ញុំគេងទៅហើយពួកគាត់ឡើងនិយាយគ្នាដឹងមកទៅក្រោយមកលក្ខណៈថាយើងបើកភ្នែកបានតិចអញ្ចឹងណាបើកតិចអញ្ចឹងទៅដល់ពេលមានលក្ខណៈថាពេលយើងបើកភ្នែកទៅគាត់គ្រប់គ្នាហ្នឹងគេងអស់ហើយមានចម្លេងជើងដើរចេញពីអាកន្លែងយើងញ៉ាំបាយហ្នឹងឈប់ឥឡូវយើងមុននឹងនិយាយតទៀតយើងអបធម្មជាមួយខ្ញុំចឹងនិយាយទៅមួយថ្ងៃនេះខ្ញុំបានលាបទៅតាមខ្ញុំបញ្ហានេះអញ្ចឹងណាចឹងបងប្អូនដែលគាត់ទៅតាមខ្ញុំបញ្ហានេះអញ្ចឹងណាចឹងបងប្អូនដែលគាត់ចង់បានបាយសលក្ខណៈថាបែបគុណភាពបែបតសន្ទឹមតបែបគុណលក្ខណៈថាសុខភាពល្អបងប្អូនអាចឆ្លក់ជាមួយនឹងលេខខៀវជាមួយហ្វ្រូបានធានាថាតតម្លៃធូរថ្លៃតែម្ដងបងប្អូនឥឡូវយើងចាប់ដើមតទៀតមានណាបងប្អូនហើយក៏បានដើរមកចុងជើងខ្ញុំថាចូលទៅហើយមានបាយហើយនឹងត្រីងៀតមួយបង7អត់ហាញទីទេគេទៅគ្នាហាញទីអញ្ចឹងណាមិនបានតែហាញទីនិយាយរួមទៅខ្ញុំនឹងភ្ញាក់ហ្មងបងប្អូនខ្ញុំនឹងភ្ញាក់នៅកន្លែងនឹងហើយយើងរើបរស់ខ្ញុំចង់ដាស់គេដាស់បានទេដាស់គេទៅដាស់ប៉ាខ្ញុំដាស់កើតវាថាយើងរើរួចអញ្ចឹងណានិយាយរួមទៅលក្ខណៈថាមកពីយើងអត់បានហៅគាត់ហូបអញ្ចឹងណាអត់ហៅគាត់ហូបមនុស្សចាស់ពាក់លក្ខណៈថាអាវពណ៌អ្នកជំងឺអញ្ចឹងណាអ្នកមនុស្សចាស់ហើយភ្លេចនឹងក្រហមហើយយើងមើលមុខអត់ច្បាស់ទេព្រោះនេះគាត់ក្រហមស្អុលមកយើងហ្មងថាមិនបានអត់ឲ្យគាត់ហូបគេគ្រប់គ្នាឲ្យគាត់ហូបអញ្ចឹងដល់ពេលខ្ញុំខំរើម្រាស់បងប្អូនហើយព្រឹកឡើងបណ្ដោយលក្ខណៈថាយើងលឺសពយើងលឺសពអញ្ចឹងនិយាយមែនព្រឹកឡើងភ័យដល់កអើយនិយាយមែន